បាទសូមគ្រប់ជំរាបសួរពុកម៉ែបងប្អូនខ្ញុំពូមីងបាទនេះខ្ញុំសូមថតបង្ហាញដូងបន្តិចបងប្អូនបាទដូងរបស់ខ្ញុំនេះខ្ញុំដាំបានឆ្នាំទី3ហ្នឹងបងប្អូនឆ្នាំទី3ឆ្នាំនេះហើយចឹងឃើញថាវាមានផ្លែជិបច្រើនគួរសមបងប្អូនព្រោះអានេះក៏ផ្លែវាដែរនេះផ្លែវានេះបាន5ផ្លែអាសាមុននេះគឺនេះធ្លាយវានៅត្នេះនិយាយទៅគឺដូងនេះគឺផ្លែជិបដីបងប្អូនតាំងតែពីក្រោមរហូតដល់លើអញ្ចឹងផ្លែរបស់វារមូររមិញទាំងខាងនោះទៀតអញ្ចឹងដូងនេះបើសម្រាប់ពុកម៉ែបងប្អូនដែលមានចង្ការដូងបើគិតយកពួកអាពូជដូងទឿនេះទៅដាំគឺវាចំណេញបងប្អូនព្រោះវាឆាប់ហុចផ្លែហុចផ្កាពួកដូងខ្លះបងប្អូនក៏ដាំយូរឆ្នាំហើយអ្នកខ្លះក៏ដាំចូល5ឆ្នាំ6ឆ្នាំក៏អត់ទាន់ឃើញវាចេញផ្កាចេញផ្លែមកដែរបងប្អូនអញ្ចឹងដូងពូជគឺកតាមួយដែរបងប្អូនសម្រាប់បងប្អូនដែលគាត់ដាំមួយទៀតទាក់ទងទៅនឹងការថែទាំរបស់គាត់មានការបាញ់ថ្នាំបាទគាត់មានការដាក់ជីអីផ្សេងអញ្ចឹងទៅបងប្អូនហើយមួយទៀតគឺកតាដីដែរបងប្អូនបើសិនជាដីយើងដែលដាំនោះវាអត់មានជីជាតិអត់សូវសម្បូរសារធាតុចិញ្ចឹមទេគឺដូងរបស់យើងក៏វាអត់សូវបាទផ្ដល់ផ្លែផ្កាបានច្រើនដែរបងប្អូនអញ្ចឹងកន្លែងដែលខ្ញុំដាំនេះនិយាយទៅដីខ្ញុំចាក់បំពេញដែរទេបងប្អូនដីចាក់បំពេញហើយក៏មិនដីបកដីស្រែដែរនេះដីកន្លែងនេះបងប្អូនដីខ្ញុំជោគពីស្រះនេះបាទជោគពីស្រះនេះគឺដាក់មកខាងនេះបាទចូលដាក់ហើយខ្ញុំយកដូងមកដាំបងប្អូនពេលដាំទៅបានបាទឆ្នាំនិយាយទៅ2ឆ្នាំអញ្ចឹងគឺវាចេញផ្លែមកអយបាទថាស្អាតបាទផ្លែរបស់វាស្អាតផ្លែធំនេះអានេះផ្លែទុំវាបងប្អូននេះផ្លែទុំនេះខ្ញុំបាទចិត្តដាក់បញ្ឈោបែបនេះនៅពេលភ្លៀងមកប៉ះទឹកមកគឺវាដុះហើយបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលគិតច្បាស់ខាងដំណាំដូងបងប្អូនអាចបាទផ្ដល់ជាបច្ចេកទេសឲ្យខ្ញុំបន្ថែមទៀតបាទខ្ញុំសុំបងប្អូនបើសិនជាបងប្អូនមានបច្ចេកទេសណាដែលយើងការជ្រើសរើសពូជឬក៏ការថែទាំឲ្យផ្សេងទៀតបងប្អូនអាចចែករំលែកបានក៏សូមឲ្យបងប្អូនចែករំលែកខ្លះដែរបងប្អូនអញ្ចឹងនេះខ្ញុំមិនថាខ្ញុំអ្នកខ្លាំងអ្នកចេះខាងដំណាំដូងទេបងប្អូននេះខ្ញុំគ្រាន់តែជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំដាំមកគឺបាទខ្ញុំជឿថាវាកតាពូជហ្នឹងគឺសំខាន់បងប្អូនពូជដូងបាទនេះគេហៅពូជដូងទឿអញ្ចឹងផ្លែរបស់វាគឺផ្លែស្អាតនេះខាងនេះក៏ដូចគ្នាដែរបងប្អូននៅខាងនោះទៀតវាចេញមកដើមនេះចេញច្រើនបងប្អូនចេញបានផ្លែច្រើនគួរសមអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបាទចង់បានដូងអីមកអាចមកយកបានបងប្អូននេះពូជខ្ញុំបាន5ផ្លែហើយខ្ញុំបរិពូជទៀតថាចង់ដាំទៀតបងប្អូនថារោដាំគៀននេះទៀតអានេះខ្ញុំបានដាំបានមកដើមហ្នឹងឯងបងប្អូនដាំបានមកដើមគាត់នេះគឺផ្លែល្អអញ្ចឹងខ្ញុំនឹងបរិពូជបន្តទៀតតែខ្ញុំឮគេនិយាយមួយទៀតបងប្អូនណាដឹងជួយប្រាប់ខ្ញុំបន្តិចផងបងប្អូនគេថាដូងផ្លែអាយុចន្លោះពី3ឆ្នាំទៅ4ឆ្នាំចុះក្រោមហ្នឹងគេអត់ឲ្យយកពូជអាហ្នឹងបើសិនជាបងប្អូនណាដឹងជួយ comment ប្រាប់ខ្ញុំបន្តិចផងបងប្អូនអាហ្នឹងមកពីមូលហេតុអីព្រោះខ្ញុំភាគច្រើនខ្ញុំឮគេនិយាយបងប្អូនប៉ុន្តែអ្វីដែលយើងអនុវត្តជាក់ស្ដែងខ្ញុំអត់ទាន់ដឹងថាយ៉ាងណាទេពួកអានេះខ្ញុំសាកល្បងដែរទេបងប្អូនខ្ញុំយកអាពូជអាយុ3ឆ្នាំនេះគឺខ្ញុំយកបរិពូជតែម្ដងប៉ុន្តែបើតាមបច្ចេកទេសដែលគេនិយាយដែលបងប្អូនដែលគាត់ប្រាប់ហ្នឹងគាត់ថាអាយុក្រោម4ឆ្នាំគឺគេអត់ឲ្យយកពូជអញ្ចឹងខ្ញុំអត់ទាន់ច្បាស់ដែរបងប្អូនព្រោះខ្ញុំអត់សូវច្បាស់ពីដំណាំដូងអញ្ចឹងចាំមើលទាំងអស់គ្នាបងប្អូនខ្ញុំនឹងធ្វើការបដោះបាទ5ផ្លែនេះបាទថាមិនម៉ាខ្ញុំដាក់បរិពូជថែមទៀតបងប្អូនហើយខាងនេះស្វាយចន្ទីបងប្អូនស្វាយចន្ទីដែលខ្ញុំធ្វើការតបងប្អូនមានខ្លះក៏ដោះមានខ្លះក៏វាអត់ជាប់អញ្ចឹងបងប្អូនដោយសារតែនៅនេះមានអ្នកជួយតដែរបងប្អូនមានបងប្អូនពូមីងដែលគាត់ចង់មកតខ្ញុំឲ្យគាត់រៀនតខ្លួនគាត់ដែរ
ចឹងអ្នកខ្លះក៏តជិបខ្លះក៏តមជិបវាមានមុនមានក្រោយបងប្អូនហើយដូចបងប្រុសម្នាក់ដែលគាត់សួរថានៅពេលដែលយើងរុំបាទតំណាំបត្រាបងតំណាំបត្រាបើសិនជាយើងរុំវាតើវាទូលថង់ចាញ់មករួចអត់បាទនេះជាស្ដែងស្វាយចន្ទីនេះគឺខ្ញុំអត់បានធ្វើអីវាទាំងអស់បងប្អូនខ្ញុំដាក់វាអញ្ចឹងទៅគឺវាដោះទលុះថង់មកបែបហ្នឹងឯងព្រោះអាថង់នេះវាស្ដើងទេបងប្អូនវាស្ដើងទេចឹងនៅពេលដែលវាជាប់បាទតំណខាងក្រោមនេះវាជាប់វាចាប់ផ្ដើមបាទចាញ់ត្រួយមកគឺវាដោះទលុះថង់បែបនេះតែម្ដងនេះដូចខ្ញុំឲ្យមើលនេះបងប្អូននេះវាចាប់ដើមចាញ់មកទលុះថង់បែបនេះតែម្ដងសម្រាប់បងដែលគិតរុំច្រើនបាទដែលរុំខ្លាំងមែនទែននេះអានេះដូចជាស្ដែងអានេះចឹងអានេះដោយសារតែយើងរុំរាងក្រាស់ចឹងទៅវាអត់ទាន់ដោះទលុះថង់បានទេព្រោះយើងត្រូវការពេលវេលាទៀតបើសិនជាអាចបងប្អូនអាចយកឡាមយកមកឆូតវាទូចញ៉ាប់បាទឆូតវាបន្តិចដើម្បីជួយវាឲ្យវាចេញមកបានស្អាតអញ្ចឹងសម្រាប់ចន្ទីនេះដែលខ្ញុំធ្វើនេះគឺខ្ញុំបានជួយឲ្យវាទេបងប្អូនវាចេញមកបែបនេះហើយខាងនេះដើមព្រិចនេះខ្ញុំបានយកមកព្រិចពូជបានពី3ដើមដែរបងប្អូននេះបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្ណេះទេបងប្អូនបាទចង់បង្ហាញពីដំណាំដូងដែលខ្ញុំដាំមកដើមនេះបងប្អូនអញ្ចឹងសូមគោរពអរគុណសម្រាប់បងប្អូនដែលចូលមកទស្សនាណាបងប្អូនបាទសូមអរគុណសូមគោរពលាបងប្អូន